សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺភូមិសង្គមមានជ័យថ្មីថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅទស្សនាទិដ្ឋភាពផ្សេងតាមផ្លូវទៅភូមិមុខក្រាស់ឥឡូវនេះយើងធ្វើដំណើរទៅទាំងអស់គ្នានេះជាផ្លូវបេតុងមួយខ្សែកាលដែលមិនទាន់ធ្វើផ្លូវបេតុងនេះគឺថាមានភាពលំបាកក្នុងការពិបាកក្នុងការធ្វើដំណើរព្រោះកន្លែងហ្នឹងគឺល្អិលខ្លាំងតែម្ដងបងប្អូនអរគ្នាផ្លូវក៏រៀងទូចតម្រាំតែពង្រីកផ្លូវបានប៉ុណ្ណឹងហើយចាក់បេតុងនេះគឺមានភាពលំបាកខ្លាំងណាស់ឥឡូវនេះបានផ្លូវចាក់បេតុងហើយគឺប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំងហើយស្រួលក្នុងការធ្វើដំណើរហើយផ្លូវខ្សែនេះគឺស្ថិតនៅក្នុងភូមិសង្គមមានជ័យថ្មីហើយនៅបន្តិចទៀតនេះយើងហួសផ្លូវបេតុងនេះទៅគឺយើងដល់ផ្លូវដីក្រាលគ្រូក្រហមដែលគម្រោងមូលនិធិស្រុកបានជួសជុលនៅផ្លូវមួយខ្សែនេះដែលមានប្រវែងជាង 5000 ម៉ែត្រប្រជាពលរដ្ឋពិតជារីករាយសាទរចំពោះផ្លូវមួយខ្សែនេះណាស់ផ្លូវមួយខ្សែនេះកសាងឲ្យគឺទលាយក្នុងការធ្វើដំណើរហើយជាសំណាងល្អដែរដោយឆ្នាំនេះឆ្នាំ 2026 នេះក៏បានទទួលផ្លូវមួយខ្សែទៀតជាផ្លូវកៅស៊ូឥឡូវនេះកំពុងតែឈូសឆាយក្នុងការពង្រៀបផ្លូវពង្រៀបដីដើម្បីចាក់ថ្មនិងត្រៀមចាក់កៅស៊ូក្នុងពេលឆាប់ផងដែរដែលមានប្រវែងជាង 2000 ម៉ែត្រថែមទៀតបងប្អូនឃើញអត់កាលពីមុនគឺផ្លូវពិបាកណាស់ដីដូចថាផ្លូវអត់មានស្មើទៅកលុកកលាក់ច្រើនឬក៏ល្អិលខ្លាំងឬក៏ផ្លូវតូចតែឥឡូវនេះគឺផ្លូវបានពង្រីកធំហើយមានបន្លាយទឹកសងខាងទៀតផងដែរធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរហើយនៅខាងមុខនេះគឺផុតពីផ្លូវបេតុងមកបន្តិចមកហ្នឹងគឺដល់កន្លែងនេះចានេះគេហៅថានៅក្នុងភូមិសង្គមមានជ័យថ្មីដែរប៉ុន្តែគេហៅថាភូមិលហើយបងប្អូនអរគ្នាគេហៅថាភូមិលហើយប៉ុន្តែភូមិលហើយហ្នឹងគឺស្ថិតនៅក្នុងភូមិសង្គមមានជ័យថ្មីតែប្រជាពលរដ្ឋគាត់ហៅថាភូមិលហើយអញ្ចឹងទេបងប្អូនផ្ទះនៅម្ដុំហ្នឹងប្រហែលមានចំនួនប្រហែលជា 4-10 ផ្ទះដែរបងប្អូនអរគ្នាអញ្ចឹងលោកមួយភូមិសង្គមមានជ័យថ្មីតែងតែចេញចូលមើលប្រជាពលរដ្ឋនៅម្ដុំនេះផងដែរបានផ្លូវមួយខ្សែជាផ្លូវដីក្រាលគ្រូក្រហមជាង 5000 ម៉ែត្រឃើញថាងាយស្រួលហើយឥឡូវបានទទួលផ្លូវកៅស៊ូទៀតប្រជាពលរដ្ឋពិតជាមានសំណាងខ្លាំងណាស់ដែលបានការយកចិត្តទុកដាក់ពីគណៈអភិបាលស្រុកក៏ដូចជាគណៈអភិបាលខេត្តប្រជាពលរដ្ឋពិតជាត្រេកអរហើយយើងទាំងអស់គ្នាក៏ត្រេកអរដែលបានទទួលផ្លូវកៅស៊ូមួយខ្សែនេះសង្ឃឹមថាលើកក្រោយទៀតឃុំមេមត់នឹងបានទទួលផ្លូវកៅស៊ូជាច្រើនទៀតផ្លូវល្អជាច្រើនទៀតពីថ្នាក់ស្រុកនិងថ្នាក់ខេត្តផងដែរសូមគោរពអរគុណដល់គណៈអភិបាលខេត្តនិងគណៈអភិបាលស្រុកដែលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋសូមគោរពជូនពរសូមលោកទទួលបានតែនឹងសុខភាពល្អនិងប្រកបការងារបានជោគជ័យគ្រប់ភារកិច្ចនិងធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាពឥឡូវនេះជិតដល់កន្លែងដែលឈូសឆាយឲ្យបងប្អូនអរគ្នាគឺឈូសឆាយចាប់ពីភូមិមកវិញឥឡូវនេះកន្លែងហ្នឹងពង្រៀបរួចហើយឈូសឆាយរួចហើយត្រូវចាក់ទឹកអញ្ចឹងនាងខ្ញុំក៏ពិបាកធ្វើដំណើរដែរព្រោះចាក់ទឹកទៅហើយគេកិនបង្ហាប់ទៅធ្វើឲ្យរលោងល្អិលពិបាកធ្វើដំណើរបន្តិចអញ្ចឹងនាងខ្ញុំថតបានតែត្រឹមនេះទេជូនបងប្អូនទាំងអស់គ្នាទស្សនាហើយសូមគោរពអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែទស្សនាវីដេអូរបស់នាងខ្ញុំសូមគោរពជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបានគ្រប់ក្រុមគ្រួសារនិង